បើក្បាលវីដេអូឲ្យមកមានការស្លៀកពាក់អាវសអាវអីចឹងអ្នកនរគ្នាថ្ងៃនេះគឺបានទៅចូលរួមក្នុងកម្មវិធីបនមួយចឹងអ្នកនរគ្នាចង់ដឹងថាទៅកម្មវិធីបនអីកុំភ្លេចតាមដានវីដេអូនេះដល់រហូតដល់ចប់ឥឡូវយើងចាប់ដើមរៀបចំសិទ្ធសក់សិទ្ធអីចឹងឲ្យស្អាតបាតអីតិចមករៀបចំខ្លួនអីចឹងទៅបន្ទាប់មកទៀតយើងក៏បានលាបម្សៅអីតិចតួចទៀតទៅឲ្យមុខយើងមើលទៅយើងភ្លឺអាឡងអីចឹងតាំងក៏ប៉ុនមុខខ្លួនឯងសុទ្ធតែមួយគ្មានស្អាតអីផងឥឡូវយើងកាត់បានមកដល់កម្មវិធីបននេះអ្នកគ្នាកម្មវិធីបននេះគេរៀបចំនៅក្នុងវត្តនេះគឺវត្តវិហារទៅក្រុងសួងអ្នកនរគ្នាគឺក្នុងកម្មវិធីបនមៀកបូជាអ្នកនរគ្នាអញ្ចឹងគេរៀបចំកម្មវិធីបននេះរៀបចំយ៉ាងធំមែនតើចឹងគឺមើលទៅមានបងប្អូនជាពលរដ្ឋយើងនៅក្នុងក្រុងសួងគ្រប់ទិសទីគាត់បានមកចូលរួមក្នុងកម្មវិធីបននេះយ៉ាងច្រើនកកមែនតើនិយាយទៅកម្មវិធីហ្នឹងតាំងពីព្រឹកមកខ្ញុំមិនបានទៅចូលរួមក្នុងកម្មវិធីចឹងអ្នកនរគ្នាអញ្ចឹងយើងបានមកចូលរួមទៅពេលល្ងាចអីចឹងទៅមានការតនេពីការងារអីចឹងឥឡូវបងអ្នកនរគ្នាអាចមើលបានមើលទៅមានបងប្អូនវិជាពលរដ្ឋទាំងចាស់ទាំងក្មេងគាត់មកចូលរួមក្នុងកម្មវិធីបនហ្នឹងយ៉ាងច្រើនកកមែនតើបនមៀកបូជាគេធ្វើរាល់ឆ្នាំអីចឹងអ្នកនរគ្នារាល់ឆ្នាំខ្ញុំមិនបានមកចូលរួមក្នុងកម្មវិធីបនមៀកបូជាជាមួយគេជាមួយឯងទេតែឆ្នាំនេះគឺបានមកចូលរួមតែបានធ្វើប្រតិមួយយ៉ាងស្រស់ស្អាតផងដែរឥឡូវយើងចាប់ផ្ដើមមកមើលកម្មវិធីយើងម្ដងកម្មវិធីយើងចាប់ផ្ដើមរៀបចំហើយឥឡូវគេឲ្យប្រសងគាត់មុនទៅខាងមុខមុនគេអ្នកនរគ្នាឲ្យប្រសងនាំផ្លូវលោកជ័យលោកតាដើរជុំវិញព្រះហៀចំនួន3ជុំអ្នកនរគ្នាឥឡូវយើងចាប់ផ្ដើមនាំគ្នាដើរទៅអីអ្នកនរគ្នាដើរទៅនេះគឺលោកគាត់នៅសោតថយតិចចឹងទៅនាំគ្នាឈប់មិនតិចសិនអត់បានដើរទៅមុខបន្តទៀតទេឥឡូវគេចាប់ផ្ដើមដើរទៅមុខបន្តទៀតអ្នកនរគ្នានិយាយទៅដើរម្ដងទីម្ដងតិចចឹងពីព្រោះថាគេមានការសោតធွာជុំវិញពហិអីចឹងអ្នកនរគ្នាឥឡូវយើងចាប់ផ្ដើមបន្តដំណើរដើរទៅមុខទៀតហើយអ្នកនរគ្នាហើយមើលទៅកម្មវិធីនេះទៅមើលទៅមានបងប្អូនជាពលរដ្ឋនិងលោកយាយលោកតាគាត់មកចូលរួមក្នុងកម្មវិធីបននេះយ៉ាងច្រើនកកផងដែរដល់ពេលគេលើកដៃឡើងលើសាធុអីចេះទៅអ្នកនរគ្នាមើលភ្លើងពណ៌ឡើងស្អាតហ្មងពីព្រោះថាមានការអត់ភ្លើងទៀនម្នាក់មួយហ្នឹងទៅវាភ្លឺស្អាតមែនតើអ្នកនរគ្នាតែគ្នាអាចមើលបានកាន់ភ្លើងចឹងទៅបំភ្លើងនេះស្អាតអ្នកនរគ្នាត្រង់នេះវីដេអូដែលខ្ញុំថតបានត្រង់ហ្នឹងមើលទៅថតឡើងស្អាតហ្មងអ្នកនរគ្នារួចហើយយើងក៏បានបន្តដំណើរដើរទៅមុខម្ដងទៀតអ្នកនរគ្នាឥឡូវយើងហែអត់ទាន់បានមកជុំអីទេអ្នកនរគ្នាយើងក៏បានបន្តដំណើរដើរទៅមុខទៀតនិយាយទៅខ្ញុំមកនេះគឺមកចំនួនគ្នា4នាក់ជាមួយក្មួយម្នាក់ទៀតក្មួយប្រុសវាបាននៅវាដើរលេងទៅណាទៅណីបាត់ទៅឲ្យខ្ញុំនៃក្មួយស្រីអីម្នាក់ទៀតនៅហាយអញ្ចឹងវាដើរលេងជាមួយគ្នាវាអីចឹងទៅឥឡូវយើងហែបានមកជុំហើយអ្នកនរគ្នាមកដល់កន្លែងមុខពហិវិញហើយអ្នកនរគ្នាអញ្ចឹងយើងក៏បន្តដំណើរដើរទៅមុខបន្តទៅទៀតនិយាយទៅបន្តដំណើរដើរទៅមុខរហូតទៅដល់គ្រប់3ជុំអ្នកនរគ្នាកម្មវិធីនេះគេធ្វើហើយចឹងទៅមានអត្ថន័យដូចស្វាយផងថេកអជាមួយនឹងបុនដែលយើងបានមកធ្វើក្នុងកម្មវិធីបនមៀកបូជាចឹងអ្នកនរគ្នាដើរចោះដើរឡើងឥឡូវអ្នកនរគ្នាឲ្យមើលទៅក្មួយខ្ញុំឥឡូវវាមកដល់ចូលមកជាមួយដែរពីព្រោះថាវាដើរលេងឥឡូវគ្នាវាទៅតាក់បាត់បានវាមកដល់ដើរជាមួយនឹងយើងដែរឥឡូវយើងដើរដល់ជុំទី2អ្នកនរគ្នាបន្ទាប់ពីជុំទី2មកក៏នាំគ្នាដល់ជុំទី3តែគេបានយកនៃប្រទេសយើងនៃធ្វើយកមកដាក់នៅជាមួយនឹងគួរកន្លែងពហិម្ដុំគ្នាគេចឹងដល់គ្នាបន្ទាប់មកទៀតយើងក៏បានធ្វើដំណើរឡើងលើពហិនេះគេដើរមកមិនជុំទេចឹងទៀតដល់គ្នាចំនួន3ជុំចឹងគេដើរមកតាមក្រោយមើលទៅមនុស្សឡើងច្រើនមែនតើដល់គ្នាឥឡូវយើងបានមកដល់កន្លែងដែលគេសោតធွာស្ពះនៅមុខប្រៃដល់គ្នាមើលទៅមានលោកជ័យលោកតានិងប្រសងអីគាត់បានមកនៅក្នុងកន្លែងបនកម្មវិធីបនមៀកបូជានេះយ៉ាងច្រើនកកន្លែងដែលគេរៀបចំកន្លែងប្រពុតសំពះកន្លែងនេះអ្នកនរគ្នាមើលគេរៀបចំយ៉ាងស្អាតមានក៏នាំក្មួយហ្នឹងមកអង្គុយស្ពះស្ដាប់ធម៌អាននៃការគេសូត្រធម៌អ្នកនរគ្នាមកនេះគឺគ្មានទាំងអង្គុយផ្សំស្អីទេផ្សំតែឲ្យឆាប់ដល់គួយរៀងខ្លួនអីចឹងណានិយាយលេងទេអ្នកនរគ្នាមានណាមកយកយើងមុខឡើងចាស់អស់ហើយលើដល់កន្លែងដែលគេបាចផ្កាថ្វាយព្រះអ្នកនរគ្នាចង់ឲ្យអ្នកនរគ្នាស្ដាប់ម្ដ
đây là đọc khi bạn mơ tới miền ca bát bạc ca yang sát mình tây pe cái bát sọc kia nhưng mà lấy dừng mà đo vẹt bát bạc ca chỉ lực trong cào này đọc kia cái bát bạc ca này cứจำนวน5 đón này đọc kiaอันนี้คือខ្ញុំថតបន្តនៅខាងក្រោយយើងវាអត់សូវបានមានយាយគាត់នៅខាងក្រោយថតមកអត់សូវជាប់ស្អាតពីជាប់កម្មវិធីភ្លាមទៅនាំក្មួយមកដើរទិញរបស់អីញ៉ាំម្ដងអ្នកនរគ្នានេះគឺកន្លែងដែលគេលក់ប្រហិតអីញ៉ាំអីចឹងអ្នកនរគ្នានៅក្នុងវត្តកន្លែងនៅក្នុងវត្តគេលក់យ៉ាងច្រើនមែនតើអ្នកនរគ្នារបស់ញ៉ាំតែខ្ញុំចាប់អារម្មណ៍មួយទៅកន្លែងដែលគេលក់នំរបស់ញ៉ាំនេះអ្នកនរគ្នានំខេកអីគេនេះម្ដុំមានម្ដុំ1000ម្ដុំ2000ម្ដុំ3000ម្ដុំ4000តាមដែលនំដែលគេលក់នៅម្ដុំធំអញ្ចឹងអ្នកនរគ្នាគឺខ្ញុំបានយកនេះនំនេះម្ដុំតែ1000ឯអ្នកនរគ្នាគឺយកចំនួន4ដុំបន្ទាប់មកថែមនំមួយទៀតម្ដុំ3000អស់តែ7000ទៀតក្នុងមួយប្រអប់នៅអ្នកនរគ្នាមានអីពេលដែលយកមកញ៉ាំអីចឹងទៅអ្នកនរគ្នាមានអារម្មណ៍ថាដូចឆ្ងាញ់ផ្អែមក៏មិនសូវផ្អែមមិនខ្លាំងពេកទេផ្អែមមកល្មមទេអ្នកនរគ្នាឥឡូវយើងមកមើលក្នុងវត្តនេះទៅអ្នកនរគ្នាមានបងប្អូនជាពលរដ្ឋយើងមកលក់នៅកដោនៅក្នុងនោះយ៉ាងច្រើនកកផងដែរបន្ទាប់មកយើងក៏បានមកទិញសាច់គោឆ្កាំងចំនួន5ឆ្កាំងអ្នកនរគ្នាដើម្បីយកមកហូបបាយនៅផ្ទះឥឡូវវីដេអូយើងដល់ទីបញ្ចប់ហើយអ្នកនរគ្នាកុំភ្លេចជួយចុច like និង share ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗយើងមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាបាយបាយ